កំពុងកាន់កញ្ចប់លុយជាង$30,000ហើយបងប្អូនទាំងនេះចង់បានរថយន្ត SUV 7កៅអីដែលប្រណិតហើយទំនើបមួយនេះបងប្អូនទាំងគ្នាគុណភាពហ្មងជំរាបសួរបងប្អូនអញ្ចឹងថ្ងៃនេះគឺសូមណែនាំបងប្អូនទាំងគ្នាទៅលើរថយន្ត SUV ខ្នាតធំដែលយើងហៅថា SUV full size ណា7កៅអីគឺរថយន្ត GSC GA8 ឆ្នាំ2026ឥឡូវនេះគឺមានតម្លៃពិសេសខ្លាំងមែនទែនតម្លៃត្រឹមតែ$36,500ទេហើយអ្វីដែលកាន់តែពិសេសលើពីពិសេសទៀតណាគឺបងប្អូនទាំងគ្នានឹងចំណេញទទួលបានការសាំងរហូតដល់$4,000ហើយបើ$4,000នេះបងប្អូនទាំងគ្នាអត់ចង់បានទៀតបងប្អូនទាំងគ្នាអាចទទួលបាន cashback ត្រឡប់ទៅវិញ$4,000ផងដែរបើនិយាយទៅឡាននេះគឺកាន់តែមានតម្លៃធូរខ្លាំងមែនទែនអញ្ចឹងសម្រាប់បងប្អូនទាំងគ្នាដែលកំពុងស្វែងរកគឺត្រូវតែម្ដងហើយចំនួនគឺមានកំណត់ណាបងប្អូនទាំងគ្នាសួរថារថយន្ត GSC GF8 ឆ្នាំ2026តម្លៃពិសេសហើយ$36,500មាន cashback រហូតដល់$4,000ឬក៏ថែមកាតសាំងឲ្យបងប្អូនទាំងគ្នា$4,000ហ្នឹងតិចដល់ option ឬក៏អត់មាន option អីហ៎អញ្ចឹងក្នុងវីដេអូនេះខ្ញុំនឹងប្រាប់បងប្អូនទាំងគ្នាផងដែរថាឡាននេះមានចំណុចពិសេសអីខ្លះអញ្ចឹងបងប្អូនទាំងគ្នាសម្រាប់រថយន្ត GSC GF8 ឆ្នាំ2026នេះណាតើតើទៅនឹងរូបរាងនៃការរចនាឲ្យបងប្អូនទាំងគ្នាបានឃើញហ្មងតើតើទៅនឹងការលេងជាមួយនឹងប៉ាណាអំពូលចង្កៀង LED ទាំងមុខទាំងក្រោយអញ្ចឹងពិសេសប៉ាណានិងចង្កៀងហ្នឹងគឺមើលកាន់តែយូរគឺកាន់តែស្រឡាញ់តែម្ដងហើយសំខាន់អ្នកដែលគាត់ប្រើប្រាស់គឺគាត់បាន feedback ហើយខ្ញុំក៏ធ្លាប់បានធ្វើការបោះសម្ភាសន៍ជាមួយនឹងគាត់ផងដែរជារួមហ្មងគឺប្រើកាន់តែយូរគឺកាន់តែដឹងអំពីគុណភាពតែម្ដងហើយនេះគឺជាការ feedback ពិតៗរបស់អតិថិជនរបស់ GSC GF8 ហើយចង់បញ្ជាក់ប្រាប់បងប្អូនទាំងគ្នាដែរថាសម្រាប់រថយន្តនេះអ្វីដែលពិសេសហ្មងគឺជារថយន្តប្រភេទ full size SUV 7កៅអីប្រណិតរបស់ GSC ហើយសំខាន់ហ្នឹងគឺកៅអី3ជួរទំហំធំទូលាយហើយកៅអីជួរទី2និងកៅអីជួរទី3គឺផ្ដល់នូវកម្រិតផាសុកភាពសម្រាប់សមាជិក7នាក់អង្គុយយ៉ាងមានផាសុកភាពទំហំគឺធំទូលាយតែម្ដងអញ្ចឹងតម្រូវការសម្រាប់សមាជិកច្រើននាក់គឺអត់បារម្ភទេអូខេបងប្អូនទាំងនេះឥឡូវនេះចូលមកដល់ផ្នែកខាងក្នុងណាសម្រាប់បរិខាខ្ញុំទៅសើដែរបរិខាបណ្ឌិតរៀបចំបានល្អសម្រាប់ GSC GF8 ឆ្នាំ2026មួយនេះហើយអ្វីដែលខ្ញុំចាប់អារម្មណ៍ហ្មងគឺតាក់ទងទៅនឹងដៃចង្កូតធូរងាយស្រួលសម្រាប់ការបើកបរមែនតើបងដែលជាសុភាពនារីគឺត្រូវតែម្ដងហើយឃើញយើងបរោះនេះបាទក៏បើកងាយស្រួលអត់សូវហត់អត់តឹងអត់អីចឹងណាហើយសំខាន់មាន drive mode រហូតដល់3 Eco Comfort Sport ចង់បានលឿនអីហ្នឹងអញ្ចឹងតាក់ទងទៅនឹងអេក្រង់កុងទ័រណាអេក្រង់កុងទ័រគឺទំហំធំរហូតដល់ 10.1 អ៊ីងច្បាស់ហ្មងបងអេក្រង់ digital ណាហើយមានមុខងារដូចជាវាស់សម្ពាធខ្យល់កង់រថយន្តមុខងារទៅលើ ADAS Smart Drive របស់គេហ្នឹងក៏មានបង្ហាញនៅលើអេក្រង់នេះផងដែរនៅពេលយើងធ្វើការកំណត់ផ្សេងៗអញ្ចឹងតាក់ទងទៅនឹងអេក្រង់កំសាន្តទៀតសោតក៏មានទំហំធំរហូតដល់ 14.6 អ៊ីងជាប់ជាមួយនឹងមុខងារយ៉ាងសម្បូរបែបViolet Apple CarPlay និង Android Auto មើលផែនទី Google Map អីនៅលើអេក្រង់បទបញ្ជាក់ភ្នែកនេះតែម្ដងហើយដំបូលកញ្ចក់នៅផ្នែកខាងលើយ៉ាងធំហើយអាចបើកបានកន្លែងសាកថ្មទូរស័ព្ទដែលឥតខ្សែ Wireless Charge ទៀតហើយមានជាមួយនឹងភ្លើងលម្អ Ambient Light ពេលយប់អីជិះទៅគឺស្រស់ស្រាយតែម្ដងហើយសម្រាប់ការកម្សាន្តវិញក៏ព្រោះរំដំដែរបងប្អូនឧបករណ៍បំពងសំឡេងរបស់គេគឺប្រើ DTS របស់ GSC ផ្ទាល់តែម្ដងហើយបើនិយាយពីកម្លាំងម៉ាស៊ីនវិញក៏បងប្អូនគ្នាអត់បារម្ភទេរថយន្តនេះ full size SUV 7កៅអីម៉ាស៊ីនក៏ធំដែរម៉ាស៊ីន 2.0 GDI ផ្ដល់កម្លាំងសេះរហូតដល់252 PS កម្លាំងរមុលគឺ400 Nm ជាមួយនឹងប្រអប់លេខ8វគ្គអូតូហើយកម្រិតស៊ីសាំងជាមធ្យមគឺត្រឹមតែ7 ទៅ 8 លីត្រទេក្នុងរយៈចម្ងាយ100 km សន្សំចៃខ្លាំងមែនទែនបើយើងធៀបជាមួយនឹង SUV ដែលមានទំហំដូចគ្នាអញ្ចឹងការចំណាយបងប្អូនទាំងគ្នាខ្ទង់តែ$30,000ជាងបានរថយន្ត SUV 7កៅអីម៉ាស៊ីនធំជាន់ស្ទុះពេញកម្លាំងក្នុងការបើកបរចាយលុយប៉ុណ្ណឹងបងប្អូនទាំងគ្នាអាចពិចារណាបានជាមួយនឹងរថយន្តប្រភេទ GSC GF8 ដែលប្រើប្រាស់ជាមួយនឹងម៉ាស៊ីនចំណុះ 2.0 លីត្រហើយបើនិយាយពីប្រព័ន្ធជើងក្រោមណាគឺដំណើរការបានឆ្លាតវៃដោយសារប្រើប្រាស់សុទ្ធតែប្រភេទ independent លក្ខណៈឯករាជ្យតែម្ដងអញ្ចឹងសម្រាប់ឡាននេះគឺអាចសេរីទៅលើកម្រិតផាសុកភាពជូនមុំទាំងគ្នាផងដែរជាពិសេសអ្នករួមដំណើរនិងម្ចាស់រថយន្តផ្ទាល់តែម្ដងហើយបើនិយាយអំពីកៅអីបាទកៅអីពូកស្បែកធំកៅអីធំមែនតើសំខាន់នៅកៅអីជួរទី1នេះគឺចុចសងខាងតែម្ដងហើយកៅអីជួរទី1កៅអីជួរទី2កៅអីជួរទី3ទំហំធំទូលាយហើយសំខាន់ហ្នឹងគឺតាក់ទងទៅនឹងកៅអីជួរទី2និងកៅអីជួរទី3គឺអាចអង្គុយបានសមាជិក5នាក់បន្ថែមទៀតហើយក៏មិនមែនកូនក្មេងដែរបាទមនុស្សធំហ្នឹងគឺអង្គុយបានងាយស្រួលដោយសារតែឡាននេះគឺទំហំធំទូលាយហើយមួយវិញទៀតផងដែរក្រៅពីផលិតភាពបាទផាសុកភាពថាមពលកម្លាំងម៉ាស៊ីនភាពសំចៃហ្នឹងណាអត់ចោលបានទេជាមួយនឹងប្រព័ន្ធសុវត្ថិភាពក៏មានច្រើនដូចគ្នាដែលយើងហៅថា Adigo Smart Drive
ចឹងនៅក្នុងនេះគឺតាក់ទងទៅនឹងមុខងារ speed limit អីក៏មានដែរហើយអាចចាប់ជាមួយនឹងស្លាកសញ្ញាចរាចរណ៍ traffic recognition ហ្នឹងណាហើយមានតាក់ទងទៅនឹងផ្ដល់សញ្ញាឲ្យយើងបានដឹងនៅផ្នែកខាងមុខហើយនៅពេលដែលយើងបាត់បង់ម្ចាស់ការនេះ Frank Auto មាន Frank Auto ហើយ cruise control របស់គេគឺមានជាលក្ខណៈ adaptive cruise control ឬក៏ integrate cruise control អញ្ចឹងងាយស្រួលសម្រាប់ការប្រើប្រាស់ជាពិសេសសម្រាប់មុខងារនេះគឺសមស្របនិងល្អប្រសើរបំផុតសម្រាប់ការបើកបរនៅតាមខេត្តឬក៏ផ្លូវលឿនលឿនហើយក៏មានផងដែរពេលដែលយើងចាក់ចេញពីកន្លងអីហ្នឹងណាកន្លែងនេះគឺតាក់ទងទៅនឹងមុខងាររក្សារថយន្តនៅស្ថិតនៅក្នុងកន្លងដែលត្រឹមត្រូវឬក៏ពេលយើងចាក់ចេញពីកន្លងអញ្ចឹងមានរហូតដល់3មុខងារធរនេះគឺនៅពេលដែលបងប្អូនទាំងគ្នាចេញពីកន្លងវានឹងធ្វើការសេរីចកូតឲ្យយើងចូលមកក្នុងកន្លងដែលត្រឹមត្រូវហើយនៅពេល warning នេះគ្រាន់តែផ្ដល់សញ្ញាយើងបានដឹងទេហើយ turn និង warning មានន័យថាផ្ដល់ទាំងសញ្ញានិងសេរីរថយន្តឲ្យស្ថិតនៅក្នុងកន្លងដែលត្រឹមត្រូវអញ្ចឹងសុវត្ថិភាពមែនទែនរួមជាមួយនឹងមុខងារសុវត្ថិភាពជាច្រើនទៀតបងប្អូនទាំងគ្នាតម្លៃតែ$36,500ហើយមាន promotion ថែមកាតសាំង$4,000ឬក៏ cashback $4,000ចំណេញលើចំណេញបងប្អូនទាំងគ្នាហើយសំខាន់យើងបានរថយន្តដែលមានការធានាផ្លូវការនិងតម្លៃសមរម្យហើយមានគុណភាពអញ្ចឹង GSC គឺជា brand រថយន្តចិនមួយដែលផ្ដល់នូវទំនុកចិត្តបំផុតដោយសារតែ GSC នេះគឺជាដៃគូសហការរបស់ក្រុមហ៊ុនធំៗជាច្រើនតួយ៉ាងដូចជាក្រុមហ៊ុនជប៉ុនល្បីៗហ្នឹងក៏មានផងដែរជាដៃគូសហការរបស់ GSC ហើយពិសេសហ្នឹងគឺ GSC ឈរនៅលើគោលការណ៍ QDR អញ្ចឹងសម្រាប់អ្នកប្រើប្រាស់គឺតែងតែសរសើរអំពីគុណភាពបច្ចេកវិទ្យាភាពទំនើបរបស់ GSC ហើយដែលធ្វើបានល្អទាំងអស់តែម្ដងជា brand រថយន្តចិនហើយផ្ដល់នូវទំនុកចិត្តបំផុតបច្ចុប្បន្ននេះ GSC មានការគាំទ្រខ្លាំងដែលបានពង្រីកខ្លួនជាលំដាប់ពោលគឺ GSC នឹងមាន showroom ដ៏ធំនិងថ្មីមួយទៀតនៅលើផ្លូវ60ម៉ែត្រព្រមទាំងមាន showroom ថ្មីបន្ថែមទៀតនៅសាខាខេត្តសៀមរាបផងដែរដែលរំពឹងថានឹងធ្វើការបើកដំណើរការក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរអញ្ចឹង GSC GF8 ឆ្នាំ2026នេះតម្លៃត្រឹមតែ$36,500ហើយទិញឥឡូវនេះគឺបងប្អូនទាំងគ្នាទទួលបាននូវកាតសាំងរហូតដល់$4,000ឬក៏បងប្អូនទាំងគ្នាអាចទទួលបាន cashback ត្រឡប់ទៅវិញ$4,000ផងដែរជាមួយនឹងការធានារហូតដល់រយៈពេល5ឆ្នាំឬដល់50,000គីឡូម៉ែត្រពី GSC Cambodia អញ្ចឹងអរគុណបងប្អូនទាំងគ្នាសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះហើយបើចាប់អារម្មណ៍រថយន្តនេះបងប្អូនទាំងគ្នាអាចតាក់ទងបានទៅកាន់ GSC Cambodia